សូមជម្រាបសួរបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះពួកយើងសូមបង្ហាញបងប្អូនតាក់ទងនឹងរបៀបនៃការដំឡើងកម្មវិធី remote អញ្ចឹងសម្រាប់កម្មវិធី remote ហ្នឹងមានតួនាទីយើងអាចធ្វើការបញ្ជាពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតពីចម្ងាយអញ្ចឹងសម្រាប់កម្មវិធី remote ហ្នឹងបងប្អូនត្រូវការអាចធ្វើការទំនាក់ទំនងមកកាន់ពួកយើងបានហើយយើងផ្ដល់ជូនបងប្អូនឥតគិតថ្លៃអញ្ចឹងរបៀបនៃការដំឡើងដំបូងបងប្អូនត្រូវធ្វើការ download កម្មវិធី remote នឹងសិនអញ្ចឹងនៅពេលដែលបងប្អូនតាក់ទងមកគឺពួកយើងផ្ញើជូនអញ្ចឹងបងប្អូនចុចលើសញ្ញាព្រួយបាញ់ចុះក្រោមនឹងមកឬក៏របៀប download មួយរបៀបទៀតបងប្អូនអាចចុចនៅលើ link ហ្នឹងចុចនៅលើ link ហ្នឹងបងប្អូនអាចចូលទៅ download បានអញ្ចឹងបងប្អូនអាចចុចលើ link ហ្នឹងក៏បានអាច download ខាងលើហ្នឹងក៏បានចុចលើសញ្ញាព្រួយបាញ់ចុះក្រោមហ្នឹងមកទៅពេលនោះធ្វើការ download ហើយអញ្ចឹងនៅពេលដែលបងប្អូន download ចប់ហើយបងប្អូនអាចចុចនៅលើfile ហ្នឹងចុចមកពើមកហើយទៅមកបងប្អូនឃើញមានពាក្យ yes no បងប្អូនចុចលើពាក្យ yes មកហើយបន្តមកទៀតយើងអាចបិទ Telegram សិនហើយបន្តមកបងប្អូនចុចnick មក nick ទៀតមកហើយបន្តមកចុចលើពាក្យ install ហើយបងប្អូនធ្វើការរងចាំដើម្បីកម្មវិធីដំឡើងចូលកុំព្យូទ័រចឹងនៅពេលដែលដំឡើងចប់សពគ្រប់ហើយបងប្អូននឹងឃើញកម្មវិធី remote ហ្នឹងនៅលើ desktop អញ្ចឹងបងប្អូនគ្រាន់តែចុច finish មកហើយរងចាំបន្តិចទៅពេលនោះកម្មវិធីនឹងបើកដំណើរការបើសិនជាករណីបងប្អូនចង់ remote ទៅកុំព្យូទ័រគេផ្សេងពីចម្ងាយដូចគ្នាបងប្អូនគ្រាន់តែផ្ញើកម្មវិធីហ្នឹងឲ្យមិត្តភ័ក្តិឬក៏បងប្អូនយកទៅដំឡើងចូលក្នុងកុំព្យូទ័ររបស់ពួកគាត់ទៅពេលដែលពួកគាត់ដំឡើងចប់រួចរាល់ហើយបងប្អូនគ្រាន់តែឲ្យគាត់ថតផ្ទាំងកម្មវិធី remote ហ្នឹងផ្ញើមកហើយអញ្ចឹងបងប្អូនគ្រាន់តែ copy ID របស់គាត់ណាយក ID របស់បងប្អូនឬមិត្តភ័ក្តិមកបងប្អូនវាយចូលកន្លែងនេះ partner ID ហ្នឹងហើយក្រោមនេះ password អញ្ចឹងបងប្អូនគ្រាន់តែវាយ password ចូលកន្លែងនេះទៅហើយទៅមកបងប្អូនចុចលើពាក្យ connect to partner នេះទៅពេលនោះកម្មវិធី remote ហ្នឹងវាធ្វើការ remote ចូលកុំព្យូទ័រមួយផ្សេងទៀតអញ្ចឹងបងប្អូនអាចធ្វើការបញ្ជាឬក៏ចុចនៅលើកុំព្យូទ័រមួយផ្សេងទៀតពីចម្ងាយបានដោយសេរីអាហ្នឹងសម្រាប់តាក់ទងនឹងរបៀបនៃការ remote ចូលកុំព្យូទ័រមួយផ្សេងទៀតពីចម្ងាយអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាចង់តម្លើងកម្មវិធីថ្មីឬក៏ចង់ដាក់ license ចង់ជួសជុលកម្មវិធីហ្នឹងបងប្អូនមានបញ្ហាទាំងអស់ហ្នឹងបងប្អូនអាចធ្វើការតាក់ទងមកកាន់ពួកយើងបានហើយពួកយើងមាន license សម្រាប់ធ្វើការផ្ដល់ជូនហើយសម្រាប់តម្លៃគឺសមរម្យទេបងប្អូនអាចទិញយកទៅប្រើដោយទំនុកចិត្តបានហើយណាមួយវិញទៀតយើងមានធានាជូនមកដែរហើយតាក់ទង license យើងមានច្រើនកម្មវិធីយើងមានដូចជា license សម្រាប់កម្មវិធី WordPress PowerPoint ហើយកម្មវិធីសម្រាប់ Windows កម្មវិធីចាត់ Miro កម្មវិធី download ហើយតាក់ទងនឹងកម្មវិធី design ក៏យើងមានដែរបងប្អូនមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់នៅកម្មវិធី license អាចតាក់ទងមកបាន